Have you ever wondered if the struggles of your child at school and at home are normal? When do you think a child has a problem? How do you decide, does your child have a problem or not? So, welcome to Pathways to Empowerment. This is the new podcast of Asian Hope International School here in Phnom Penh. And we want to discuss questions that parents might have regarding their child's development and progress and problems for children. So my name is Ursula Rohrer. I'm an occupational therapist with more than 30 years of experience in pediatric occupational therapy. And we want to start right with the big question of when you notice that something is wrong with your child or something in their development is different. So with me is Ms. Tira, who has a lot of experience with this journey firsthand. And yes, welcome, Ms. Tira. So, yes, can you please introduce yourself, please? ជំរាបសួរ Miss Ursula ហើយក៏សូមជម្រាបសួរដល់លោកប៉ាអ្នកម៉ាក់ទាំងអស់ដែលបានចូលទស្សនានៅកម្មវិធីរបស់សាលា ASEAN Hope នេះជាលើកដំបូងដែលពួកយើងបានបង្កើតមកជាជំនួយទៅដល់លោកប៉ាអ្នកម៉ាក់ខ្ញុំឈ្មោះ Thira ខ្ញុំគឺជាម្ដាយម្នាក់ដែលមានកូន3នាក់ហើយកូនប្រុសទី1គឺជាក្មេងពិសេសហើយខ្ញុំក៏ជាគ្រូបង្រៀននៅសាលាអន្តរជាតិ ASEAN Hope ដែរផ្នែកគ្រូជំនួយដល់សិស្សដែលមានតម្រូវការពិសេស So we want to start right at the beginning with your journey. So can you tell us more about your son and when you started to notice any differences? And what differences did you notice? ចាកាលពីដំបូងពេលខ្ញុំចាប់អារម្មណ៍កូនខ្ញុំនៅពេលដែលគាត់បានអាយុប្រហែលជាតាមពិតទៅខ្ញុំផ្ដើមចាប់អារម្មណ៍ឃើញថាកូនខ្ញុំរៀងខុសប្រក្រតីខុសប្លែកពីក្មេងដទៃបន្តិចនៅពេលដែលគាត់ចាប់ផ្ដើមអាយុ1ឆ្នាំឡើងដោយសារតាពាក្យដែលគាត់ធ្លាប់ចេះនិយាយពី9ខែ10ខែអីពាក្យដែលគាត់កកេកកឲ្យចេះបញ្ចេញសម្លេងដូចជាម៉ាម៉ាប៉ាប៉ាកាកាធ្វើការហ្នឹងគាត់ហៅកាកាភាគច្រើនគាត់ហៅពាក្យជាប់ហើយពេលអញ្ចឹងទៅដល់1ឆ្នាំជាងធម្មតាក្មេងអាយុ1ឆ្នាំ2ឆ្នាំត្រូវការរីកបន្ថែមនៅភាសានិយាយរបស់គាត់ប៉ុន្តែកូនខ្ញុំអត់ទេគាត់បែរជាឈប់និយាយហើយនៅពេលដែលគាត់ចង់បានអីគឺគាត់អូសដៃយើងទៅហើយពេលខ្លះបើយើងអត់យល់គាត់ចាប់ផ្ដើមជាខឹងជាយំជាការបោកខ្លួនឬក៏អីចឹងទៅហើយគាត់ចំណុចផ្សេងទៀតគឺឃើញថាគាត់ដើរចង្អើតជើងហើយគាត់បើរបស់ដែលគាត់លេងវិញគឺគាត់លេងចូលចិត្តទម្រាបជាជួរឡានឬក៏ថយរបស់គាត់ហ្នឹងគាត់ទម្រាបជាជួរហើយកង់ដែលទិញឲ្យគាត់ជិះគាត់អត់ជិះទេគាត់បែរជាផ្កាប់កង់ហ្នឹងហើយគាត់បង្វិលគាត់ចូលចិត្តមើលអីដែលវិលដូចជាម៉ាស៊ីនកោសដូងឬក៏ដង្ហាលរបស់ម៉ាស៊ីនត្រជាក់ឬក៏កង្ហាលយើងហ្នឹងឲ្យតែរបស់វិលឬក៏របស់ហ្នឹងដែលអាចបង្វិលបានគឺគាត់លេងបង្វិលហើយគាត់ចូលចិត្តធ្វើអីដដែលហើយនៅអត់ស្ងៀមទេលពឹសខ្លាំងហើយនឹងមានចំណុចច្រើនទៀតដែលភាសានិយាយគាត់បាត់ហើយរពឹសហើយនឹងការលេងម្នាក់ឯងពេលយកគាត់ទៅលេងនៅ playground ឬក៏ជាមួយកូនមិត្តភ័ក្តិអីគាត់អត់លេងជាមួយទេគាត់បែរជាទៅយករបស់ហ្នឹងបើគាត់ចង់លេងរបស់ហ្នឹងគាត់ទៅយករបស់ហ្នឹងយកមកលេងហើយលេងម្នាក់ឯងហើយបើគេហៅគឺគាត់អត់មានដូចគាត់បង្ហាញថាគាត់ដូចអត់ឃើញអត់ឮសំទោសដូចអត់ឮថាគេហៅគាត់ឬក៏អីចឹងណាហៅធ្វើមិនដឹងធ្វើមិនឮដូចអត់ស្គាល់ឈ្មោះអីចឹងទៅហើយបើចង់ទៅនិយាយជាមួយគាត់ទៅអង្គុយនិយាយពីមុខគាត់ឬក៏ចាហើយនឹងចំណុចផ្សេងទៀតគឺគាត់បើចង់បានអីគឺគាត់ត្រូវតែបានភ្លាមគាត់អត់ចេះអង្គុយចាំគាត់អត់ចេះ take turn គាត់អត់ចេះទេហើយបើថាទៅណាវិញគឺត្រូវតែទៅហ្នឹងបើអត់បានទៅហ្នឹងគឺគាត់ខឹងអីចឹងណាចាគាត់បង្ហាញលក្ខណៈដែលគាត់ខុសប្រក្រតីហ្នឹងគឺមានច្រើនចំណុចដែរដែលធ្វើឲ្យខ្ញុំរៀងចាប់អារម្មណ៍ហើយទន្ទឹមនឹងនោះដោយសារតែការវិវត្តរបស់ក្មេងអញ្ចឹងចំណុចទាំងអស់នេះដែលខ្ញុំបានចាប់អារម្មណ៍កូនខ្ញុំឃើញខុសប្រក្រតីគឺភាសាគាត់បាត់គាត់អត់មានភាសាបង្កើនភាសាគាត់ទៀតទេហើយភាពរពឹសគាត់កាន់តែរពឹសខ្លាំងហើយអត់ចេះរងចាំហើយនឹងអត់
អត់ចេះប្រើគេហៅថាបើសិនជាគិតថាគាត់ជាកូនប្រុសហើយចង់ឲ្យគាត់មានកីឡានៅក្នុងខ្លួនលេងទាត់បាល់គាត់អត់ចេះលើកជើងទាត់មិនទេគាត់អត់ដឹងបានន័យថាជំនាញនៃការទាត់ជំនាញនៃរាងកាយរបស់គាត់ដូចគាត់អត់ចេះតែហ្មងណាគាត់ចេះលោតហក់អីប៉ុន្តែបើយើងបង្រៀនគាត់អីគេគាត់ចេះទាត់ហក់កូនទាត់មើលម៉ាក់ទាត់ឬក៏អីគាត់អត់ចេះទេហើយបោះបាល់ក៏គាត់អត់ចេះដែរបោះខុសហើយនឹងចាប់បាល់ក៏អត់ចេះចាប់ដែរបាល់បោះមកគាត់នៅស្ងៀមអញ្ចឹងណាអញ្ចឹងបានន័យថាជំនាញអា motor skill របស់គាត់ជំនាញចាប់កាន់អីរបស់គាត់ឬក៏ជំនាញអា gross motor skill រាងកាយរបស់គាត់អីហ្នឹងគឺវានៅមានលក្ខណៈនៅមានការត្រូវការលូតលាស់បន្ថែមទៀតត្រូវការជំនួយដើម្បីជួយឲ្យគាត់លូតលាស់បន្ថែមទៀតទាំងអស់នេះដែលខ្ញុំអាចប្រៀបធៀបជាមួយនឹងកូនមិត្តភ័ក្តិរបស់ខ្ញុំដែលមានអាយុតណាលគ្នាតែគេមានការលូតលាស់ជាប្រក្រតីរបស់គេទៅចានេះជាចំណុចដែលខ្ញុំបានចាប់អារម្មណ៍ចំពោះកូនខ្ញុំ So noticing all those differences, you've described it in a lot of detail. It must have been very concerning for you, so worrying. So what emotions did you have to deal with at that time? Because I can imagine that seeing these differences is also very scary. Yes. So can you tell us more about that? បើតាក់ទងជាមួយនឹងសួរថាអារម្មណ៍ឪពុកម្ដាយនៅពេលដែលឃើញកូនខុសប្រក្រតីខុសពីអ្នកដទៃមិនមែនជាការខុសហ្នឹងឲ្យគាត់ល្អលើសគេប៉ុន្តែជាការដែលខុសយឺតយ៉ាវជាងអ្នកដទៃគឺខ្ញុំជឿថាប៉ាម៉ាក់ណាក៏មានអារម្មណ៍មិនខុសពីគ្នាដែរដូចជាខ្ញុំពេលនោះគឺដូចវា hurt វាពិបាកមែនតើនៅក្នុងខ្លួនណាហើយមានសំណួរដែលកើតឡើងច្រើនណាថាហេតុអីបានជាកើតអាហ្នឹងចំពោះកូនខ្ញុំហើយហេតុអីតែខ្ញុំធ្វើអីខុសបានជាបាបទាំងអស់ហ្នឹងបានកើតធ្លាក់មកលើកូនខ្ញុំឬក៏អីចឹងណាចេះតែមានសំណួរចោទសួរឬក៏អីហើយព្យាយាមថាបើអាចបានជួយកាត់អាយុជីវិតរបស់ខ្ញុំទៅបន្ថែមឲ្យការលូតលាស់ការយល់ដឹងរបស់កូនក៏បានដែរបើអាចធ្វើបាននេះចិត្តជាម្ដាយចិត្តជាប៉ាជាម៉ាក់គេហើយវាពិតជាពិបាកពន្ធនេះមែនតើនៅពេលដែលយើងដឹងថាកូនរបស់យើងមិនមានការលូតលាស់ដូចអ្នកដទៃចាយឺតយ៉ាវជាងអ្នកដទៃវាឈឺចាប់ហើយក្នុងចំណោមមិត្តភ័ក្តិ20នាក់មានតែឯងហើយអញ្ចឹងខុសគេសួរថាតើយើងមានអារម្មណ៍បែបម៉េចគឺពិបាកមែនតើពិបាកទទួលយកពិបាកខ្លាំង So when did you then decide to go and look for help and where did you find help? ទន្ទឹមនឹងការពិបាកហ្នឹងចំណុចមួយដែលខ្ញុំសរសើរខ្លួនឯងដែរគឺថាខ្ញុំអត់នឹងអង្គុយមួយកន្លែងគិតយំឬក៏គិតតូចចិត្តនៅតែមួយកន្លែងឯងបានន័យថាខ្ញុំព្យាយាមរកដំណោះស្រាយតែខ្ញុំគួរធ្វើមិនខ្មិចខ្ញុំជជែកគ្នាជាមួយនឹងគ្រួសាររបស់ខ្ញុំហើយនឹងសួរពីអ្នកចិត្តខាងឬក៏មិត្តភ័ក្តិឬក៏គ្រូពេទ្យខ្ញុំតែងតែយកកូនទៅជួបជាមួយនឹងគ្រូពេទ្យផ្សេងអញ្ចឹងណាប៉ុន្តែកាលជំនាន់នោះវាមិនសូវទលំទលាយដូចឥឡូវទេជំនាន់នោះអត់សូវមានប្រជាជនខ្មែរឬក៏ដុកទ័រឬក៏មិត្តភ័ក្តិអីផ្សេងគេអត់សូវស្គាល់អំពីថាអីជាក្មេងautism ឬក៏ក្មេងអីមិនទេគេអត់ដឹងទេដូច្នេះគេក៏អត់មានយោបល់អីនឹងប្រាប់ឬក៏លើកទឹកចិត្តខ្ញុំដែរប៉ុន្តែទន្ទឹមនឹងពិបាកយ៉ាងណាក៏យើងមានមិត្តភ័ក្តិខ្លះជាបរទេសដែលគេនិយាយចំទៅបរទេសគេស្គាល់ពីក្មេងអញ្ចឹងច្រើនហើយបរទេសម្នាក់ហ្នឹងគ្រួសារម្នាក់ហ្នឹងគាត់មានកូនដែលជាក្មេង autism ដែរហើយគាត់មានបទពិសោធន៍ក្នុងការចិញ្ចឹមកូនហើយគាត់បានជួបកូនខ្ញុំហើយគាត់បានប្រាប់ខ្លះហើយលើកទឹកចិត្តខ្ញុំខ្លះថាមិនមែនតែម្នាក់ឯងទេដែលកើតឡើងហើយទោះបីថាជំងឺហ្នឹងវាមិនជាប៉ុន្តែក៏វាមានដំណោះស្រាយក្នុងការដែលជួយកូនពីព្រោះអីដោយសារកូនខ្ញុំនៅទូចនៅមួយឆ្នាំជាងនៅឡើយដូច្នេះឱកាសនៃការដែលជួយគាត់គឺមានច្រើនភាគរយមែនតើអញ្ចឹងខ្ញុំក៏មានសង្ឃឹមខ្លះហើយនឹងទន្ទឹមនឹងក៏មានអ្នកចិត្តខាងឬក៏គ្រួសារខ្ញុំផ្ទាល់សាច់ញាតិផ្ទាល់គាត់និយាយថាអូកុំឲ្យបារម្ភពីពួកអីគាត់អត់ទាន់ចេះនិយាយដោយសារក្មេងនឹងគាត់រៀងធ្ងន់ព្រោះនេះជាវប្បធម៌របស់យើងដែលយើងឮពាក្យថាធ្ងន់អញ្ចឹងតិចទៀតទៅគាត់នឹងចេះនិយាយវិញហើយមានក្មេងខ្លះធ្ងន់ហើយខ្ញុំទទួលស្គាល់ថាពួកគាត់ធ្លាប់ឃើញក្មេងអញ្ចឹងហើយពេល2-3ឆ្នាំក្រោយក្មេងនោះក៏ចាប់ផ្ដើមចេះនិយាយប៉ុន្តែខ្ញុំ
អាចជំនឿហ្នឹងវាមិនសូវមានក្នុងខ្ញុំទេខ្ញុំលឺហើយខ្ញុំថាខ្ញុំអត់ចង់បដ ாய் ឲ្យកូននៅអញ្ចឹងខ្ញុំព្យាយាមរកដំណោះស្រាយសួរគេសួរឯងហើយនឹងsearch នៅក្នុង Google ទាំងគ្រួសារខ្ញុំទាំងអីហ្នឹងហើយជាពិសេសខ្ញុំដឹងថាជនជាតិបរទេសគេស្គាល់នឹងជំងឺនឹងច្រើនបញ្ហានឹងច្រើនអញ្ចឹងខ្ញុំសួរច្រើនទៅដល់ពួកគាត់ហើយដើម្បីឲ្យពួកគាត់បានជួយណែនាំហើយនឹង research ខ្លួនឯងចាហើយក៏បានជជែកគ្នាជាមួយគ្រួសារហើយនឹងរកដំណោះស្រាយជាក់ស្ដែងគឺខ្ញុំទទួលបានថាដោយសារបានមិត្តភ័ក្តិជិតស្និទ្ធរបស់ខ្ញុំគាត់បានលើកទឹកចិត្តគាត់វាជួយកម្លាំងចិត្តខ្ញុំមែនតើដើម្បីឲ្យខ្ញុំបានដើរទៅមុខហើយនឹងមានប្រាជ្ញាមានការគិតដើម្បីរកវិធីក្នុងការដែលជួយកូនខ្ញុំចាបើខ្ញុំអត់ពួកគាត់ទេអត់គ្រួសារអត់មិត្តភ័ក្តិអត់អ្នកជុំវិញនឹងទេប្រហែលជាខ្ញុំនឹងងងឹតសូនសងអត់ដឹងថាតើត្រូវជួយកូនរបៀបម៉េចហើយអញ្ចឹងហើយទើបខ្ញុំមានពន្លឺទូចមួយពីពួកគាត់ជាការលើកទឹកចិត្តដល់ខ្ញុំដែលជាម្ដាយហើយឲ្យខ្ញុំបានមានកម្លាំងចិត្តក្នុងការដែលរុលទៅរកដំណោះស្រាយទៅជួយកូនរបស់ខ្ញុំបានSo at that time when you first had to go and find doctors who understand more about autism, it was very difficult as I understand. But do you think it has become easier now to find doctors or centers who can help? ចាកាលពេលដែលខ្ញុំទៅរកដុកទ័រក្នុងការដែលជួយគាត់ដុកទ័រគាត់ជាផ្នែកមានជំនាញទៅលើការព្យាបាលជំងឺផ្សេងគាត់មិនមែនជាដុកទ័រដែលផ្នែកជួយខាង therapy ជួយអ្នកជំនាញដែលអាចជួយទៅដល់ក្មេងមានតម្រូវការពិសេសដែលដូចកូនខ្ញុំមានឬក៏ក្មេងពិសេសត្រូវការអញ្ចឹងដុកទ័រទាំងអស់នោះក៏អត់បានជួយអីទៅដល់កូនខ្ញុំទេប៉ុន្តែគាត់ជាការលើកទឹកចិត្តហើយគាត់ណែនាំឲ្យខ្ញុំទៅជាទៅស្គាល់កន្លែងផ្សេងដូចជាមជ្ឈមណ្ឌលឬក៏មជ្ឈមណ្ឌលការីតាសដែលគេមានអ្នកជំនាញនៅទីនោះហើយខ្ញុំក៏បានទៅហើយក៏គេបានធ្វើការវិយតម្លៃហើយនឹងសង្កេតគាត់ហើយគេក៏បានប្រាប់ថាកូនខ្ញុំចូលលក្ខណៈក្មេងពិសេស autism នឹងមែនប៉ុន្តែមានឱកាសជួយបានច្រើនដោយសារតែពេលខ្ញុំយកគាត់ទៅគឺគាត់នៅអាយុតូចនៅអាយុប្រហែលជា2ឆ្នាំកំឡុងពេលហ្នឹងឯង2ឆ្នាំអញ្ចឹងឱកាសហ្នឹងគឺអាចជួយគាត់បានច្រើនណាពេលដែលខ្ញុំយកគាត់ទៅហ្នឹងគឺគាត់អត់ទាន់ចេះនិយាយទេគាត់បាត់ភាសាគាត់អស់ហើយអញ្ចឹងណាពេលខ្ញុំទៅចាហើយគេបានណែនាំប្រាប់វិធីសាស្ត្រឲ្យខ្ញុំធ្វើហើយបន្ទាប់មកគេតម្រូវឲ្យខ្ញុំទៅរយៈពេលដូចជាបើអាចបានពីព្រោះការីតាសនៅតាខ្មៅហើយផ្ទះរបស់ខ្ញុំនៅទួលគោកវាឆ្ងាយមែនតើអញ្ចឹងគេថាបើអាចបាន3ថ្ងៃក្នុងមួយអាទិត្យឬក៏2ថ្ងៃក្នុងមួយអាទិត្យដែលខ្ញុំអាចយកកូនទៅបានដំបូងខ្ញុំប្រាប់គេថា2ថ្ងៃក្នុងមួយអាទិត្យពីព្រោះកំឡុងពេលហ្នឹងខ្ញុំមានទម្ងន់កូនមួយទៀតនៅក្នុងពោះហើយខ្ញុំយកកូនខ្ញុំទៅ2ថ្ងៃក្នុងមួយអាទិត្យហើយពេលទៅខ្ញុំស្តែងតែនៅជាមួយកូនហើយនឹងតែងតែសង្កេតអំពីរបៀបបង្រៀនរបស់គ្រូនៅក្នុងថ្នាក់ហ្នឹងថាគេបង្រៀនគាត់របៀបម៉េចរបស់លេងរបៀបម៉េចខ្ញុំតែងតែសង្កេតហើយខ្ញុំចាប់ផ្ដើម note ទុកកត់ទុកនៅក្នុងនេះពេលត្រឡប់មកផ្ទះវិញខ្ញុំធ្វើដូចគ្នាហើយខ្ញុំសួរគ្រូថាតើគេបរៀនហ្នឹងគឺដើម្បីអីគ្រូក៏គាត់ចិត្តល្អក្នុងការដែលប្រាប់យើងថាដែលគាត់ធ្វើវិធីនេះគឺដើម្បីជួយឲ្យកូនមានការសម្លឹងឲ្យបានច្រើនធ្វើវិធីនេះគឺឲ្យកូនចេះអង្គុយរង់ចាំវេនគាត់វេនយើងអីចឹងណាចាពេលអញ្ចឹងខ្ញុំយកទាំងអស់ហ្នឹងយកមកធ្វើនៅផ្ទះជាមួយនឹងកូនទៀតហើយបន្ទាប់ពីហ្នឹងមកខ្ញុំអត់បានទៅ2ដងក្នុងមួយអាទិត្យទៀតទេពីព្រោះអីខ្ញុំគៀកដល់ពេលឆ្លងទន្លេកូនទី2ខ្ញុំទៅបានតែម្ដងក្នុងមួយអាទិត្យមួយថ្ងៃក្នុងមួយអាទិត្យហើយមួយអាទិត្យហ្នឹងគឺបានតែ1ម៉ោងគត់គ្រាន់តែចម្ងាយជិះទៅហ្នឹងវាឆ្ងាយមែនតែនហើយជិះមកវិញវាឆ្ងាយអញ្ចឹងហើយខ្ញុំតែងតែសួរគ្រូបន្ថែមទៀតកំឡុងពេលដែលខ្ញុំសម្រាលកូនហើយខ្ញុំនៅផ្ទះតែខ្ញុំគួរជួយគាត់របៀបម៉េចហើយគ្រូគេបានប្រាប់អីចឹងទៅប្រាប់ថាគួរធ្វើយ៉ាងម៉េចហើយខ្ញុំធ្វើតាមហើយដូច្នេះវាអត់ខាតពេលវេលាក្នុងការដែលខ្ញុំត្រូវជួយកូនខ្ញុំនៅផ្ទះទេហើយបន្ទាប់ពីខ្ញុំទៅនឹងមកហើយខ្ញុំធ្វើតាមវិធីសាស្ត្រពីអ្នកជំនាញដែលគេមានជំនាញខាង therapy ខាងជំនាញក្នុងការដែលជួយក្មេងដែលមានតម្រូវការពិសេសហ្នឹងពិតជាជួយគាត់បានមែនទាំងភាសាគាត់ចាប់ផ្ដើមកើតឡើងវិញមួយម៉ាត់ហើយរហូតដល់យើងអាចជួយគាត់និយាយបានធម្មតាចា
មានចំណុចច្រើនដែលជួយខ្ញុំនិងកូនខ្ញុំបានច្រើនមែនតើ So usually we look at the gross motor skills. That is, can a child walk? Usually they start walking at around about 1 year. At 1.5 to 2 years, they should be able to run. Fine motor skills, children start to feed themselves, and some start scribbling. If they that is the stage when all the walls are full of scribbles. Then children usually they can understand language, so they listen to when the mother says no, stop, or give me. They usually at the age of 1, you should be able to say mama, papa, or dada, and more or less 5 words. By 2 years, you should be able to speak in short sentences or phrases, and then the vocabulary expands. So I want to add here that a lot of children with autism, they develop a vocabulary of about 50 words or more or less. And then usually at the age of 2, it declines, so it becomes less and they stop speaking. Normal is also at the age of 1 that children will greet. So if you put out your hands and smile, that they would also lift up their hands and smile and say hi or bye with gestures. Or peekaboo games. They try to start feeding themselves. That's the messy stage of eating. They would help along with dressing. So if you want to put on clothes, that they would stretch out their arms, or they would try and pull off. That's about at the age of 1. At the age of 2, as I said, children speak in short phrases. They would be able to listen to like a 2-step command. So go to your room and get your shoes, for example, or take your plate and put it in the kitchen. So those, and they would usually start playing more with others, playing alongside with others. Also start with like building little, then they start building. So stacking blocks onto each other. And that is usually the difference in what you described as well, when you saw your son putting the things organized in a row, but not building. Yeah. So, yes. So I think with these milestones, you can already see the difference between the development. And other conditions like ADHD, their symptoms look different, or the development looks different as well. Yes. What I said. Okay, so the other question that we had was, say, if a child doesn't meet these milestones and parents are worried, and they go to the doctor, and the doctor is going to say, oh, your child has ADHD, or your child has autism. Parents are really scared that this label or stamp is put onto their child too early, because once they've said it, it's like a label on a child. And I don't know, what is your opinion? Should parents do it, or should they not? What are the positive of having a diagnosis, and what is the scary part, or what would speak against having a diagnosis? Can you... ចាអរគុណសម្រាប់ milestone ហ្នឹងគឺវាជួយខ្ញុំច្រើននៅពេលដែលខ្ញុំចាប់ផ្ដើមដឹងពេលគេកំណត់ចំណុចដែលកូនខ្ញុំស្ថិតនៅក្នុង autism ហើយគេប្រាប់ថាអូខេគេមិនហ៊ានថាដាក់ level ណាទេប៉ុន្តែដោយសារតែគាត់នៅអាយុទូច around 2 ឆ្នាំវាជិត2ឆ្នាំអញ្ចឹងណាអញ្ចឹងទៅគេថាឱកាសនៃការដែលជួយគាត់គឺមានច្រើនភាគរយមែនតើហើយអញ្ចឹងទាំងអស់ហ្នឹងខ្ញុំបាន search មើលខ្លួនឯងជាមួយនឹងគ្រួសារខ្ញុំដែលថាតើអាយុប៉ុណ្ណឹងគាត់ខ្វះចន្លោះអីហើយខ្ញុំត្រូវជួយគាត់របៀបម៉េចអត់ខ្ញុំទទួលស្គាល់ថានៅពេលដែលគេប្រាប់ថាកូនកើតអីជំងឺអីមានបញ្ហាអីយើងជាឪពុកម្ដាយប្រកាសជាធ្លាក់ថ្លើមហើយប្រកាសជាដូចមួយផ្លែតហ្នឹងវាដូចជាបាត់
បាត់ក្តីសង្ឃឹមបាត់ព្រលឹងបាត់អីទាំងអស់ហើយពេលយើងឮប៉ុន្តែទន្ទឹមហ្នឹងខ្ញុំចង់លើកទឹកចិត្តដល់ប៉ាម៉ាក់ទាំងអស់គ្នាដែរថាអូខេមិនខាត់ក្នុងការដែលភ័យមិនខាត់ក្នុងការដែលបារម្ភប៉ុន្តែទន្ទឹមនឹងសូមឲ្យយើងបានតាំងចិត្តហើយឲ្យយើងបានព្យាយាមរកថាតើកូនយើងអាយុប៉ុណ្ណាហើយបើគាត់យឺតទៅលើអីហើយទៅលើអីខ្លះហើយយើងសម្រុកដល់ពេលយើងដឹងអញ្ចឹងទៅយើងអាចគិតថាតើយើងគួរជួយគាត់ចាប់ផ្ដើមពីកន្លែងណាទៅមុនជួយគាត់តាមដំណាក់កាលមួយម្ដងទៅអញ្ចឹងយើងអាចជួយគាត់ទាន់ពេលតែបើសិនជាប៉ាម៉ាក់ទាំងអស់មានអារម្មណ៍ថាអូខេពេទ្យឬក៏អ្នកជំនាញគេបានដាក់កម្រិតឬក៏ដាក់កំណត់សញ្ញាថាអូខេគាត់ជាក្មេង autism ឬក៏ក្មេង ADHD ប៉ុន្តែគាត់កម្រិតស្រាលកដាលឬក៏ធ្ងន់ហើយយើងអាឡ័យបារម្ភហើយយើងអត់ព្យាយាមរកដំណោះស្រាយគឺវាយឺតពេលពីព្រោះមួយថ្ងៃទៅមួយថ្ងៃវាចេះតែដើរទៅមុខហើយកូនអត់អាចចាំពេលវេលានឹងបានទេគាត់ចេះតែរីកធំលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃរហូតអញ្ចឹងអីដែលជាចំណុចដែលខ្ញុំមានបទពិសោធន៍គឺខ្ញុំអត់ចាំទេខ្ញុំស្ដាប់ពីអ្នកជំនាញខ្ញុំស្ដាប់ពីពេទ្យខ្ញុំស្ដាប់ពីអ្នកជិតខាងខ្លះហើយខ្ញុំយកមកគិតពិចារណានិងជជែកជាមួយនឹងគ្រួសារខ្ញុំហើយបន្ទាប់មកយើងគិតថាយើងមើលមកកូនថាកូនយើងអាយុប៉ុណ្ណឹងគាត់ខ្វះចន្លោះអីនៅក្នុងmilestone ហ្នឹងណាចាហើយអញ្ចឹងទៅយើងត្រូវជួយគាត់អញ្ចឹងវាជួយបានទាន់ពេលនៅពេលដែលយើងបកមើលទៅអញ្ចឹងពីស្ថានភាពរបស់កូនយើងពីអាយុរបស់កូនយើងពីភាពខ្វះចន្លោះរបស់កូនយើងគឺយើងអាចជួយគាត់ទាន់ពេលវេលាជាងការដែលយើងនឹងអង្គុយស្មុគស្មាញអង្គុយបារម្ភហើយអង្គុយនៅតែព្យាយាមថាអូខេពេទ្យនេះនិយាយថាគាត់ក្នុងឧទាហរណ៍ថាកម្រិតក្មេងពិសេសក្មេង autism ហ្នឹងកម្រិតពី1ដល់5 1ស្រាល2ស្រាលល្មមទី3រៀងកដាលទី4រៀងធ្ងន់តិចតួចទី5ធ្ងន់ខ្លាំងហើយយើងអត់ច្បាស់ថាពេទ្យហ្នឹងប្រហែលជា2ឬក៏3ប៉ុន្តែយើងថាអត់ច្បាស់យើងចង់ទៅរកពេទ្យមួយទៀតឬក៏អ្នកជំនាញមួយទៀតឲ្យគេដាក់ឲ្យត្រូវថាមួយណាកម្រិតមួយណាខ្ញុំអត់ចង់លើកទឹកចិត្តឪពុកម្ដាយទាំងអស់គ្នាឲ្យធ្វើរបៀបអញ្ចឹងខ្ញុំគ្រាន់ចង់លើកទឹកចិត្តថាបើសិនជាយើងឃើញថាកូនយើងខ្វះចន្លោះកន្លែងណាហើយយើងមើលទៅក្នុងកម្រិតនៃអាយុរបស់កូនយើងហើយនឹងស្ថានភាពរបស់កូនយើងជាក់ស្ដែងហើយយើងជួយគាត់តាមទាំងអស់ហ្នឹងវិញវាល្អជាជាងយើងអត់ខាតពេលហើយយើងអាចជួយកូនបានទាន់ពេលវេលាចានេះជាគំនិតរបស់ខ្ញុំ Okay, so for parents who are not so sure about the problems, yeah, sometimes I think they're making a big problem out of it. They're not so sure, but they have this feeling inside. Something is not quite right. Is it a big problem? Is it not a big problem? What advice would you give parents in that situation? ត្រង់ចំណុចនេះវារៀងពិបាកបន្តិចពិបាកបញ្យល់បន្តិចប៉ុន្តែខ្ញុំបានសម្រេចចិត្តហើយខ្ញុំបានសម្រេចចិត្តធ្វើតាមឬក៏ស្ដាប់តាមនៅការព្រួយបារម្ភនៅក្នុងចិត្តរបស់ខ្ញុំនៅក្នុងញៀនរបស់ខ្ញុំដែលប្រាប់ដែលថាខ្ញុំមើលឃើញថាកូនខ្ញុំគាត់ខ្វះចន្លោះអាយុ2ឆ្នាំហើយតែបែរជាអត់ទាន់ចេះនិយាយអីមួយម៉ាត់សោះអញ្ចឹងហើយអ្នកផ្សេងគេប្រាប់ថាអូមិនអីទេតែអាយុប៉ុណ្ណឹងយើងជួនកាលគាត់ធ្ងន់3ឆ្នាំអីទៅគាត់ចាប់ផ្ដើមចេះនិយាយហើយពីព្រោះក្មេងជួនកាលមានក្មេងធ្ងន់ក្មេងស្រាលអីចឹងទៅប៉ុន្តែនៅពេលដែលខ្ញុំឮសំឡេងឬក៏ឮពាក្យដែលអ្នកជិតខាងឬក៏បងប្អូនគាត់និយាយចឹងខ្ញុំនៅតែមិនអស់ចិត្តក្នុងអារម្មណ៍របស់ខ្ញុំនៅតែមិនអស់ចិត្តថាដូចជាមិនទេគួរបារម្ភគួរតែគិតថារកជំនួយឬក៏រកវិធីសាស្ត្រធ្វើម៉េចដើម្បីឲ្យកូនខ្ញុំចេះនិយាយអញ្ចឹងខ្ញុំជឿទៅលើអារម្មណ៍ហ្នឹងអារម្មណ៍របស់ខ្ញុំដែលមានផ្ទាល់ថាតើវាជាបញ្ហាទូចតាចឬក៏វាអាចរងចាំបានឬក៏វាអាចជាបញ្ហាធំដុំដែលខ្ញុំគួរតែដោះស្រាយភ្លាមអញ្ចឹងអាហ្នឹងខ្ញុំរៀងពិបាកបញ្យល់បន្តិចប៉ុន្តែខ្ញុំជឿថាគ្រប់ម្ដាយទាំងអស់មានពីព្រោះមានញៀនពិសេសហ្នឹងដែលកូននៅក្នុងពោះរបស់យើងបង្កើតគាត់មកចេញមកហើយយើងចិញ្ចឹមដោយផ្ទាល់ដៃឃើញគាត់លូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃមួយអាទិត្យទៅមួយអាទិត្យមួយខែទៅមួយខែមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងយើងដឹងច្បាស់ថាតើគាត់
មានបញ្ហាអីខ្វះចន្លោះអីគាត់ត្រូវការអីជួនកាលណាគ្រាន់តែក្មេងយំសំឡេងយំក៏យើងអាចដឹងថាតើគាត់យំឃ្លានឬគាត់យំឈឺឬគាត់យំងុយគេងអញ្ចឹងអាញៀនហ្នឹងមានតែម្ដាយឯងដែលដឹងច្បាស់អញ្ចឹងខ្ញុំចង់លើកទឹកចិត្តដល់ប៉ាម៉ាក់ទាំងអស់គ្នាដែរថាឲ្យអាចបើពិបាកខ្លាំងពិបាកសម្រេចចិត្តដោយសារសម្លេងអ្នកចិត្តខាងអ្នកជុំវិញឬក៏គ្រួសារច្រើនគេនិយាយចេះច្រើនហើយប៉ាម៉ាក់ពិបាកអាចបកមកគិតពីអារម្មណ៍ខ្លួនឯងវិញថាអាហ្នឹងវាជាបញ្ហាធំដុំអត់បញ្ហាដែលឃើញកូនកំពុងតែជួបប្រទះហ្នឹងតើវាគួរតែរកដំណោះស្រាយភ្លាមឬក៏វាគួរអាចនៅចាំបានតិចតួចឬក៏ធ្វើយ៉ាងម៉េចចា This has been such a valuable conversation up to now, and I think before we wrap up, I want to ask you: is there some final advice that you want to give parents? ចាអរគុណដែលបានអញ្ជើញខ្ញុំមកថ្ងៃនេះហើយជាចុងបញ្ចប់ខ្ញុំក៏មានចំណុចខ្លីដែលចង់លើកទឹកចិត្តដល់ប៉ាម៉ាក់ថាទោះបីប៉ាម៉ាក់មានកូនដែលមានតម្រូវការពិសេសមិនថាជា autism ADHD ឬក៏តម្រូវការអីផ្សេងទៀតទេប៉ាម៉ាក់មិនមែននៅលើពិភពលោកនេះតែឯងទេគឺប៉ាម៉ាក់មានខ្ញុំមានក្រុមការងាររបស់ខ្ញុំនិងមានបងប្អូនជាច្រើនទៀតដែលកំពុងតែស្ដាប់និងទស្សនាហើយបន្តិចទៀតយើងនឹងមានក្រុមជាមួយគ្នាដែលជាប៉ាម៉ាក់ចូលទៅជាមួយគ្នាយើងអាចចែករំលែកអំពីបញ្ហាជាមួយគ្នាហើយពាក្យពេចន៍ដែលខ្ញុំចង់លើកទឹកចិត្តដល់ប៉ាម៉ាក់គឺជាការដែលថាមិននៅម្នាក់ឯងហើយមិនឯកាមិនមានដំណោះស្រាយទេអ្វីដែលខ្ញុំលើកទឹកចិត្តមួយទៀតគឺចង់លើកទឹកចិត្តថាបើប៉ាម៉ាក់ឃើញសញ្ញាអ្វីដែលកូនកំពុងតែជួបប្រទះហើយយើងសង្ស័យថាគាត់កំពុងតែប្រហែលជាមានបញ្ហាសូមសួរចាហ៊ានសួរហើយនឹងហ៊ានទទួលយកហើយក៏ព្រមរកដំណោះស្រាយដើម្បីជួយគាត់ឲ្យទាន់ពេលកុំរងចាំថាអូមិនអីទេពីព្រោះខ្ញុំជឿថាផ្នត់គំនិតរបស់ប្រជាជនខ្មែរយើងនៅមានគឺដូចជាធ្ងន់ស្រាលឬក៏ថាខ្លាចមុតខ្លាចដួលខ្លាចប៉ះខ្លាចអីអត់ហ៊ានឲ្យគាត់ធ្វើអីអត់ហ៊ានឲ្យគាត់ឈឺចាប់អត់ហ៊ានឲ្យអីពីព្រោះទាំងអស់ហ្នឹងបើសិនជាមិនបដ ாய் ឲ្យគាត់រៀនមិនបដ ாய் ឲ្យគាត់ធ្វើគាត់នឹងអត់មានបទពិសោធន៍នឹងអត់ចេះនៅតែអត់ចេះហើយនៅពេលដែលយើងរកឃើញថាគាត់មានបញ្ហាទាំងលើភាសាទាំងអាកប្បកិរិយាទាំងចលនានៃការចាប់កាន់ឬក៏រាងកាយទាំងមូលអីហ្នឹងសូមព្យាយាមរកដំណោះស្រាយហើយឲ្យជួយគាត់ទាន់ពេលវេលាកុំរងចាំយូរអីចា Okay, so thank you. We want to encourage parents then also to reach out to us. They can leave us comments or send us messages. We will link the developmental milestones, give them a link, as well as a list of the centers and doctors in Phnom Penh that they can contact if they have concerns. And then the other thing that I want to mention before we go is that on the 5th of April, it's a Saturday, at 8:30 till 3 o'clock, we will have a conference. It's also called Pathways to Empowerment, where parents will share for parents. It's going to be parents for parents, where we discuss also problems with the children, journeys of the parents, and also a lot of practical help for parents at home. And that will also be the focus of our next episode. So I want to encourage parents to reach out to us again and really feel free to contact us or leave their comments or questions. And until then, I want them to trust themselves and know that they're not alone. And we are here to support families and provide them a platform for help and support. So thank you for today. And then until next time, we'll see each other. Okay. ជំរាបលា ជំរាបលាអរគុណ